ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងចែករំលែកអំពីវិធីក្នុងការលុប file ដែលគ្មានប្រយោជន៍នៅលើកុំព្យូទ័ររបស់យើងណាតាមវិធីងាយៗនេះជាបើសិនតែបងប្អូនចង់ដឹងសូមតាមដានជាមួយខ្ញុំទាំងពីរអូខេអញ្ចឹងជំនាញទី1គឺយើងចុច Windows បូកអក្សរ Alt ទៅមកនៅពេលដែលចេញផ្ទាំងនេះគឺយើងវាយពាក្យ temp ទៅមកចុច OK ឬ Enter ហើយយើង Ctrl A ទៅលើ file ទាំងអស់ហ្នឹង Ctrl A មកវា select បានគ្រប់ file ទាំងអស់ហ្នឹងហើយយើងចុច delete ឬក៏ drop ធុងសំរាមហ្នឹងមកដែលជំនាញទី2គឺយើងចុច Windows Alt ដូចមិញដែរ Windows Alt ហើយយើងវាយពាក្យ temp ដដែលប៉ុន្តែលើកនេះគឺមានភាគរយនៅសងខាងអញ្ចឹងយើងវាយបែបហ្នឹងមកហើយយើងចុច OK ដដែលទៅមកយើងត្រូវការ Ctrl A ទៀតហើយយើងចុច delete វាមកជំនាញទី3យើងចុចដូចគ្នាមិនដែរប៉ុន្តែលើកនេះគឺយើងយកពាក្យថា prefix យើង Ctrl A ហើយ delete វាចោលទៅហើយជំនាញចុងក្រោយគឺយើងត្រូវការចូលទៅក្នុងធុងសម្រាមយើងហ្នឹងហើយយើងលុបពីក្នុងធុងសម្រាមហ្នឹងបន្ថែមទៀតហ្នឹងណាអត់តង់ទៀតដើម្បីឲ្យជ្រះសាឡាតែម្ដង Ctrl A ហើយ delete វាចោលយើងបានលុប file ដែលគ្មានប្រយោជន៍នៅលើកុំព្យូទ័រយើងរួចអស់ហើយណាអញ្ចឹងអរគុណច្រើនបងប្អូនសម្រាប់ការទស្សនាវីដេអូនេះបើសិនជាគិតថាមានប្រយោជន៍សូមជួយចែករំលែកនិងជួយ follow page របស់ខ្ញុំបន្ថែមផងអរគុណច្រើន